ត្រូវបាត់ទុកគាត់គ្រប់ម៉ាត់ហើយសិក្ខាបទណាមិនមែនកើតថ្ងៃណាទេពាក្យថានិច្ចសិលនឹងកើតតាំងពីថ្ងៃដែលខ្លួនតាំងរសាមកកុំថាឯងបានសុំសិលបានតែសិល4នេះណាអត់មែនទេហើយយើងតាមលោកយាយលោកតាឧបោសថទៅព្រោះថ្ងៃនេះថ្ងៃឧបោសថរបស់លោកយាយលោកតាស្រាប់បានអត់យាយតាយើងសិល5នេះគឺយើងប្រណិប័តទៅយើងទទួលបានបណ្ណាវិជ្ជៈបណ្ណាហើយពាក្យថានិច្ចសិលនឹងសុំម្ដងរសាមួយជីវិតចាត់ដូចជាមានកម្មវិធីបុណ្យអីលោកអាចារ្យចេះតែនាំរំលឹកទៅណាហើយចាំបានមិនសុំនឹងវាយ៉ាងម៉េចថាវាមិនបែនសិលនឹងគ្រាន់តែជាពិធីទេសំខាន់ណាស់ដែលជាប់សិលបានគឺយល់ពីការរសាទោះបីអាចារ្យប្រឹងអូសទាញបណ្ណាក៏ដោយជាពិធីទេมันអាចជាប់សិលបានទេបានថាទេថាខ្លះក៏ថាឲ្យទៅថ្លង់ទៅมันមិនត្រូវទៀតផងបងសិលនឹងដែលជាប់បានគឺអ្នកដែលយល់អំពីតម្លៃនៃការបដិបត្តិណាអានឹងបានសិលវាល្អដល់ពេលយើងក្រណពិធីរៀបចំចែងចោះអានឹងក្រណបានថាទៅវាបានប្រងអានិសង្ឃថានឹងឯងថាចុះទៅវិញទៅក៏ប្រព្រឹត្តកន្លងបាត់ទៅចឹងបានសិលនេះគឺយើងយល់ណាស់បានអានិសង្ឃបើយើងអត់យល់ទេយើងអត់ស្បានអានិសង្ឃទេហើយអ្នកដែលមិនយល់ពីការរក្សាសិលទីក៏វាអត់កើតសិលដែរណាអត់កើតសិលនៅវាយ៉ាងម៉េចវាជាបោកជាបល់ណាថ្ងៃឧបោសថយើងសិល5ទៅជ្រៀតយាយតាឧបោសថនឹងឯងអាចារ្យខ្លះក៏អញ្ចឹងដែរសិលថ្ងៃឧបោសថនឹងតែរតនីសិល5នឹងទៅណាដោយសារឲ្យជាបោកជាបល់មកយល់ថាឧបោសថសិលតែអត់ហើយមាននៅក្នុងគម្ពីរណាឧបោសថសិលឲ្យយើងទៅសុំសិល5នោះ